របៀបវាយធៀបការហ្នឹងគឺក្នុងប្លង់គឺយើងអាច print តាមរបៀបតែមួយបានដូចគ្នាយើង print កាន់តែ print មក file គឺ control P អំណាម៉ាស៊ីនយើងឈ្មោះម៉ាស៊ីនអីយកម៉ាស៊ីននោះមកហើយយក page ណាដែលយើងត្រូវ print ព្រោះនេះ print ម្ដងមួយ page ទេឧបមាប្លង់យើងនៅទី2ណែនៅ page ទី2ណែយើងលុបកន្លែង page ដាក់លេខ page 2ហើយដូរកន្លែង preference ណែគ្រប់ធៀបគឺអាក្នុងនឹងប្លង់ពេល print គឺដាក់ផ្ដេករួចអូខេយកទៅ print preview អានេះមកពីវាជាប់នៅលើกระดาษវាដោយយ៉ាងហ្នឹង print preview រួចទៅចុច print ហ្នឹងវាតើចំនួនប៉ុន្មានស្រេចយើងដាក់នេះរបៀប print ខាងក្នុងនិងសម្បកប៉ុន្តែបើរបៀប print ខាងក្នុងនិងប្លង់របៀប print សម្បកគឺខុសគេសម្បកគឺมันអាចវាយជាกระดาษផ្ដេកបានទេបើ print គឺត្រូវតែមកដូរមកសម្បកនេះមកយើងដាក់กระดาษបញ្ឈរដាក់បញ្ឈរហើយប៉ះលើវាដែលយើងចង Ctrl G ស្រេចនេះចុចវាមកកណ្ដាលហើយយកធៀបយើងដាក់មកកណ្ដាល Ctrl N ទៅក្រោមវាអត់ចុចព្រុសមួយ Ctrl N ចុច P មកកណ្ដាលអានេះវាកណ្ដាលហើយយើងចាប់ទាញវាមកឲ្យត្រូវបើវាអត់ត្រូវទេយើងអាច Ctrl G ទៅដោះទាញវាតិចតិចទៅចុំ select វាទាំងអស់ចងវាវិញCtrl G ដោះពេលដោះទៅយើងអាចទាញវាបន្តិចបន្តិចទៅណាទៅណីបានពេលរួចហើយយើងចងវាវិញអានេះដូរពឿយើងមិនបាច់ប្រើឡាញទេបើថាពឿខៀវចុច select លើតែអក្សរមកពឿសម្បកវាមានតែអក្សរសុទ្ធចុចខៀវពេលបានចេះហើយពឿសម្បកវា print នឹងធ្វើខុសពីក្នុងនិងប្លង់គឺប្រើกระดาษបញ្ឈរចេះឯណែមានដូចណែតែគឺដាក់បញ្ឈរគឺយើងដូរមកបញ្ឈរណែហើយ select វាទាំងអស់គឺតែ Ctrl G ចងវាទាំងសម្បកដែរ select នេះរួចយើងចុចលើវាយើងចុចណែកន្លែង degree នេះយើងដាក់180 degree enter មកណែគេវាឡើងបញ្ច្រាស់ print យើងទៅ print ពីខាងនេះមុនចឹងហើយយើងត្រូវដាក់បញ្ច្រាស់យើងទាញបន្តិចចុច C ទាញវាដល់ណាពេលទាញវាបានហើយយើង Ctrl G ដោះវាវិញដកសម្បកចេញតែនេះនឹងពេល print អានេះ print សម្បកគឺប្រើ file print ទៅ print សម្បកនៅ page ទី1យើងវាយ page 1ដូរម៉ាស៊ីនយើងទៅ print ម៉ាស៊ីនអី preference យើងត្រូវណែវាត្រូវឈរចាអត់មានផ្ដេកដូចអាក្នុងដូចសម្បកអីណាគឺយើងបញ្ឈរអូខេទៅទៅបាន print preview អានេះគឺមិនបាច់សេរីអីទេកុំប៉ះពាល់វាទៅចុច print ទៅជាការស្រេចសម្បកគឺដូរពឿមិនបាច់ញ៉ាញ់ឡាញទេគឺចុចទៅលើវាមកចង់លើពឿណាយើង select វា Ctrl G ចងហើយយកពឿណាវាទៅពឿនោះហើយប៉ុន្តែបើយើងមកខាងនេះវិញយើងអាចផ្ដេកกระดาษវិញពេល print គឺយើង print ផ្ដេកដូចគ្នានេះវា print ធៀបវាខុសតែសម្បកទេបើវាដូចគ្នារឿងចាប់អីយូអីនេះតែយើងចង់ចាប់ចង់ដូរយើង Ctrl G មកដោះចាប់ដូរឈ្មោះដោយសារវាយអក្សរ A នេះទៅចុចលើ A មកចុចពីលើអក្សរដែលយើងត្រូវកែវាយយើងលុបវាយអីដូចតែធម្មតាវាចឹងឯងណាទាញរូបទាញអីហើយបៀបគូប្លង់យើងដឹងហើយគឺយើងប្រើតាអានេះគូចេះទៅសាច់យើងទេស្រឡាញ់ហើយវាកាត់អាប្រតិទដែលឆ្លងផ្លូវឆ្លងអីនេះយើងដឹងហើយនេះយើងយកអានេះនេះអាមានដេកដកក្រហមនេះប៉ះវេទនាវាកាត់ទៅណោះនេះបើយើងយកវងមូលយើងចុចលើអាវងមូលនេះមកគូវងមូលចេះទៅមកតាមវងមូលឲ្យចង់នៅកណ្ដាលចុច Ctrl យើងចុចនេះយើងគូវាចេះមកដាក់វាហ្នឹងនេះអានេះចំនៅបន្លោះប្រទះចុចម៉ៅស្ដាំនេះយក cover វាមកបានវាអាចដូរមកប្រទះនេះវិញបានវាអាចយើងដូរអានេះបាននេះរបៀបគូប្លង់យើងយល់ហើយ